ទម្លាប់9យ៉ាងធ្វើឲ្យយើងក្របាទជាថ្មីម្ដងទៀតនេះខ្ញុំបាទឈ្មោះកាល់ដាសូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់កម្មវិធី News Within News នេះថ្ងៃនេះគឺខ្ញុំចង់លើកយកប្រធានបទមួយនឹងដែលខ្ញុំគិតថាខ្ញុំចង់ចូលរួមចែករំលែកជាមួយនឹងបងប្អូនក៏ដូចវាប៉ះចំនឹងអារម្មណ៍របស់ខ្ញុំដែរដោយសារពេលដែលយើងឆ្លងកាត់បទពិសោធន៍ទៅគឺយើងជួបប្រទះភាពល្វីងជូរចត់បទពិសោធន៍មួយចំនួនយើងដែលថាយើងចង់ត្រឡប់ថយក្រោយវិញដើម្បីទៅដូរអតីតកាលរបស់យើងក៏តែយើងធ្វើឲ្យបានអញ្ចឹងវិធីសាស្ត្រដែលខ្ញុំនេះគឺថាមាននៃការចែករំលែកបទពិសោធន៍ដែលខ្លួនឯងឆ្លងកាត់ហ្នឹងទៅកាន់ប្រិយមិត្តយើងទាំងអស់គ្នាដែរដែលសង្ឃឹមថាប្រិយមិត្តមិនបានធ្វើទម្លាប់អាក្រក់របស់ខ្ញុំនឹងដែរបាទអញ្ចឹង9យ៉ាងនេះគឺតើមានស្អីគេខ្លះហ្នឹងអញ្ចឹងបាទមែនតើទៅគឺខ្ញុំមានសញ្ញាបត្ររៀននៅសហរដ្ឋអាមេរិកចឹងសញ្ញាបត្រខាងវិស័យសេដ្ឋកិច្ចផងហើយដល់ពេលមែនតើ MBA ខាងផ្នែកហិរញ្ញវត្ថុទៀតអញ្ចឹងយើងនិយាយច្រើនអំពីរឿងលេខហើយបន្ទាប់ពីខ្ញុំរៀនយកសញ្ញាបត្រហើយហ្នឹងខ្ញុំក៏បានចូលរួមរៀនបែបលក្ខណៈ stock investment លក្ខណៈអីចឹងទៅតាមវគ្គសិក្សាខ្លីៗអីចឹងទៅបាទអញ្ចឹងសាលារៀនទាំងអស់ហ្នឹងវាមិនបានបង្រៀនល្អដូចជាសាលារៀនជីវិតរបស់យើងទេជីវិតដែលយើងជួបប្រទះវិញហ្នឹងគឺជាសាលារៀនដ៏ល្អបំផុតសម្រាប់យើងម្នាក់ៗទាំងអស់គ្នាហ្នឹងអញ្ចឹងខ្ញុំចង់បានចែករំលែកបទពិសោធន៍ចេញពីសាលារៀននឹងឲ្យបងប្អូនទាំងអស់គ្នាបានដឹងដែរមែនតើទៅគឺសាលារៀនចង់សម្ដៅទៅលើអីគេមែនតើហ្នឹងគឺសាលារៀននឹងបានបង្រៀនខ្ញុំអំពីរឿងការគ្រប់គ្រងទៅលើលុយកាក់អញ្ចឹងការគ្រប់គ្រងទៅលើលុយកាក់មែនតើទៅគឺជាទម្លាប់ជាទម្លាប់មួយដែលម្នាក់មានអាចថាយើងរៀនពីឪពុកម្ដាយរបស់យើងពីអ្នកជុំវិញខ្លួនរបស់យើងអញ្ចឹងបើសិនជាយើងកលេចមើលទៅជុំវិញបរិស្ថានជុំវិញហ្នឹងល្អទម្លាប់របស់យើងនឹងអាចថាល្អដែរក៏ប៉ុន្តែបើសិនជាទម្លាប់ហ្នឹងគឺដែលចង់និយាយថាយើងមើលជុំវិញឬមួយក៏យើងមើលទៅតាម social media ឡាក់ហ្នឹងអាចថាមានទម្លាប់អាក្រក់ជាច្រើនដែលយើងមិនដឹងខ្លួនហើយយើងរៀនតាមគេដែរហើយទម្លាប់អស់ហ្នឹងគឺធ្វើបាបយើងដែលធ្វើបាបយើងក្នុងន័យថាធ្វើឲ្យយើងក្រជាងមុនបាទខ្ញុំអត់ចង់និយាយប្រៀបធៀបគ្នារវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់គ្រួសារមួយទៅគ្រួសារមួយយើងនិយាយពីបុគ្គលខ្លួនយើងរវាងទម្លាប់ល្អគឺនឹងធ្វើឲ្យខ្លួនយើងហ្នឹងមានជាងមុនតែបើសិនជាទម្លាប់អាក្រក់វិញហ្នឹងវានឹងធ្វើឲ្យខ្លួនយើងក្រជាងមុនទៀតបាទអញ្ចឹងអ្វីដែលយើងតែងតែគិតខុសអ្វីដែលយើងតែងតែគិតខុសហ្នឹងយើងតែងតែប្រៀបធៀបខ្លួនឯងថាខ្ញុំមានលុយច្រើនខ្ញុំមានប្រាក់ខែខ្ពស់ខ្ញុំជាអ្នកមានចាអាហ្នឹងជាការមួយដែលយើងគិតថាជាការមួយដែលខុសមែនតើហ្មងពីព្រោះហេតុអីពីព្រោះបុគ្គល2នាក់អាចថាប្រាក់ចំណូលរបស់គាត់រកបានដូចគ្នាមែនដែលហាឥឡូវ$1000ម្នាក់ចោះក៏ប៉ុន្តែបើសិនជាមនុស្សម្នាក់គាត់ចេះថែទាំគាត់ចេះទុកដាក់លុយនឹងឲ្យលុយនឹងកើតកូនកើតចៅវិញហ្នឹងអញ្ចឹងទម្លាប់របស់បុគ្គលម្នាក់ហ្នឹងគឺនឹងល្អជាងបុគ្គលម្នាក់ទៀតដែលគាត់យកលុយមកបានប្រាក់ខែ$1000ហ្នឹងមកគាត់យកទៅចាយខ្ជះខ្ជាយចំណាយយើងគិតទៅបើសិនជាយើងជាយើងរស់នៅភ្នំពេញនេះយើងនៅម្នាក់ឯងឬមួយក៏អីយើងជួលផ្ទះរឿងអីយើងត្រូវមានការចំណាយទៅលើជួលផ្ទះការចំណាយទៅលើទឹកភ្លើងការចំណាយទៅលើម្ហូបធ្វើដំណើរសម្លៀកបំពាក់របស់យើងឧបករណ៍ប្រើប្រាស់របស់យើងឡាក់អញ្ចឹងអាហ្នឹងជាការចំណាយច្រើនណាស់អញ្ចឹងក្នុងន័យហ្នឹងបើសិនជាយើងមិនបានគិតគូរទុកជាមុនទុកដាក់ឲ្យបានត្រឹមត្រូវទេការចំណាយរបស់យើងហ្នឹងងាយស្រួលនឹងមានការខ្ជះខ្ជាយខ្លាំងណាស់បងប្អូនបាទអញ្ចឹងចំណុចហ្នឹងដែលខ្ញុំចង់សង្កត់ធ្ងន់មែនតើហ្មងបាទអញ្ចឹងនៅក្នុងចំណុចទី1ហ្នឹងបើលោក Robert Kiyosaki Rich Dad Poor Dad ហ្នឹងណាដែលគាត់និយាយពីឪពុកអ្នកមានបង្រៀនកូនអ្នកក្រហ្នឹងគឺគាត់និយាយពីរឿងថាភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រគឺទៅលើអីគេអញ្ចឹងអ្នកមានហ្នឹងគេបរៀនកូនគេហ្នឹងឲ្យចេះរកស៊ីឲ្យចេះឲ្យតម្លៃទៅលើលុយហ្នឹងថាលុយហ្នឹងវាសំខាន់ណាស់តើយើងត្រូវបង្កើតលុយនឹងដោយវិធីណាក៏តែឪពុកអ្នកក្ររបស់គាត់នោះវិញគឺគាត់បង្រៀនឲ្យគេខ្លួនឯងទៅធ្វើការទៅខ្លួនឯងបានប្រាក់ខែខ្ពស់អានឹងល្អហើយអនាគតខ្លួនឯងនឹងភ្លឺស្វាងហើយចំណុចទី1ហ្នឹងគឺមែនតែនទៅអ្វីដែលលោក Robert Kiyosaki គាត់ចង់សង្កត់ធ្ងន់គឺថា learn to pay yourself first អញ្ចឹងមានន័យថាម៉េចមានន័យថាពេលដែលយើងបានលុយមកនេះតើយើងបើប្រាក់ខែ$1000មកនេះតើយើងយកលុយហ្នឹងទៅណាយើងយកលុយហ្នឹងទៅចាយវាយទៅបង់នេះទៅបង់នោះបងថ្លៃទឹកថ្លៃភ្លើងឬមួយក៏យើងយកទៅណាអញ្ចឹងអ្នកមានហ្នឹងគេបង្រៀនឲ្យយើងយកលុយ$1000ហ្នឹងដក 10% យើងទៅសំទៅដក 10% សំសិនទៅសល់ពីប្រមាណព្រោះអាហ្នឹងដល់ពេលយើងសំដែលសំឥឡូវ 10% វាស្មើនឹង$100យើងដក$100អញ្ចឹងយើងសល់$900សល់$900សូមយើងចាយទៅលើចំណាយអីផ្សេងទៅ
អញ្ចឹងក្នុងន័យហ្នឹងដើមពេលដែលយើងបានប្រាក់ខែមកនេះគឺយើង already យើងបាន allocate លុយមួយចំនួនសម្រាប់ឲ្យវាអាចថារីកដុះដាលទៅមុខទៀតបានចា៎ហ្នឹងជាចំណុចទី1ដែលសំខាន់មែនទែនហ្មងបាទចំណុចទី2ហ្នឹងគឺរឿងការប្រាក់មានន័យថាយើងខ្ចីលុយគេអញ្ចឹងយើងជួនកាលថាបងខ្ញុំមានដែរទៅខ្ចីលុយណាគេខ្ញុំដែរទៅចងការណាគេទេខ្ញុំបានប៉ុន្មានខ្ញុំហួសប៉ុណ្ណឹងអត់ទេជួនកាលឥឡូវយើងនិយាយដល់ក្រុមហ៊ុនគេបង្កើតឲ្យមានភាពងាយស្រួលសម្រាប់យើងខ្ចីលុយយើងលើកឧទាហរណ៍យ៉ាងស្ដីខ្ចីលុយទិញម៉ូតូទិញឡានសិតបងរំលោះឲ្យបងរំលោះ1ឆ្នាំ2ឆ្នាំ5ឆ្នាំឡាក់អញ្ចឹងអាហ្នឹងជាការខ្ចីលុយមួយដោយសារអាហ្នឹងហេតុអីអាហ្នឹងវាមានការប្រាក់ខ្ញុំមិននិយាយក្នុងន័យហ្នឹងចង់វាយតម្លៃថាកុំឲ្យទៅខ្ចីលុយទេពីព្រោះវាជារឿងមួយសំខាន់ដែរបើខ្ញុំអត់មានម៉ូតូជិះទៅធ្វើការតើខ្ញុំបូកឲ្យខ្ញុំដើរឬមួយក៏អីវាខាតពេលខ្ញុំច្រើនណាអញ្ចឹងក្នុងន័យហ្នឹងខ្ញុំត្រូវការចង់មិនចង់ខ្ញុំត្រូវការខ្ចីលុយដើម្បីទិញម៉ូតូហើយក្នុងន័យហ្នឹងគឺជារឿងមួយដែលសមហេតុផលប៉ុន្តែអ្វីដែលខ្ញុំភ័យព្រួយបារម្ភនោះគឺថាយើងមិនមែនអញ្ចឹងទេគឺយើងឡើងដេញសេរីយើងដេញសេរីម៉ូតូយើងមិនមែនតែដេញសេរីម៉ូតូយើងដេញសេរីទូរស័ព្ទយើងដេញសេរីអីឡាក់ហើយសំណួរសួរថាតើយើងអាច afford បានប៉ុណ្ណាបើសិនជាចំណុចទី1យើងមិនបានធ្វើទេគឺចំណុចទី2ហ្នឹងគឺនឹងសម្រាប់យើងហើយនិយាយទៅគ្រាន់តែយូរឆាប់ហេតុអីអញ្ចឹងខ្ញុំបន្តទៅមុខទៀតនឹងដល់ហេតុអីបានចំណុចទី2របស់យើងហ្នឹងនឹងសម្រាប់យើងអញ្ចឹងចំណុចទី3យើងដឹងហើយពេលដែលយើងឆ្លងកាត់ COVID យើងដឹងថាវាពិបាកប៉ុណ្ណាសម្រាប់យើងទាំងអស់គ្នាអញ្ចឹងបើសិនជាយើងអត់មានលុយសគួរយើងអត់មានប្រាក់សន្សំទេយើងពិបាកមែនតើហ្មងបាទអញ្ចឹងក្នុងន័យហ្នឹងគេលើកទឹកចិត្តគេ recommend ឲ្យយើងសំលុយយ៉ាងហោចណាស់ក៏3ទៅ6ខែដែរអញ្ចឹងការចំណាយរបស់យើងប្រចាំឆ្នាំឬមួយក៏អីហ្នឹងយើងដឹងយើងត្រូវដឹងថាមួយខែខ្ញុំត្រូវចាយលុយប្រមាណអញ្ចឹងយ៉ាងហោចណាស់យើងត្រូវទុកលុយសំ3ទៅ6ខែ just in case អញ្ចឹងក្នុងន័យហ្នឹងបើយើង allocate ដាក់លុយនៅក្នុងកឡមួយទុកថាដរាបណាលុយហ្នឹងអត់ទាន់មានទេគឺខ្ញុំមិនចាយវាប្រេះផ្ដាស់ទេខ្ញុំអត់ទៅដើរលេងខ្ញុំអត់ទិញអីជា luxury អីទាំងអស់តើតែខ្ញុំមានហ្នឹងអញ្ចឹងអាហ្នឹងគឺវាជាទម្លាប់មួយល្អអញ្ចឹងប្រយ័ត្នមែនតើអញ្ចឹងទម្លាប់ទី3ហ្នឹងគឺយើងនិយាយពីរឿងថាមនុស្សជាទូទៅគ្មានអ្នកណាគេដែលសំលុយទេហើយខ្ញុំនិយាយនេះមិនមែនគ្រាន់តែនិយាយថានៅក្នុងស្រុកយើងទេសូម្បីនៅគ្រប់ប្រទេសអ្នកមានហ្នឹងក៏ស្តៀងគ្នាដែរដូចនៅសហរដ្ឋអាមេរិកអញ្ចឹងពួកគាត់ក៏ដូចគ្នាដែរនិយាយទៅប្រជាពលរដ្ឋគាត់អាចថាប្រាក់ខែគាត់បានច្រើនណាស់គាត់មួយខែឬមួយក៏2សប្តាហ៍គាត់បើកប្រាក់ខែម្ដងគឺបើកបានច្រើនរាប់ពាន់ដុល្លារក៏ប៉ុន្តែដល់ខែដាច់ខ្យល់ដូចតែយើងដូចតែគ្នាដែរបងប្អូនអញ្ចឹងអានឹងដោយសារអីមិនមែនរឿងប្រាក់ខែរបស់គាត់តែមួយមុខហ្មងទេគឺដោយសារតែទម្លាប់របស់គាត់ធ្វើឲ្យគាត់ដាច់ខែដាច់ខ្យល់មិនមែនថាដាច់ខែជួនកាលមិនទាន់ដាច់ខែផងយើងដាច់ខ្យល់បាត់ទៅហើយអានឹងដោយសារអីក្នុងន័យណាមួយហ្នឹងក៏វាដោយសារតែទម្លាប់ដែរបាទអញ្ចឹងទម្លាប់ទី4ហ្នឹងគេហៅ not knowing your number យើងអត់ដឹងលេខខ្លួនឯងអត់ដឹងថាក្នុងមួយខែយើងចាយប្រមាណហើយយើងចាយទៅលើស្អីគេហើយចំណូលរបស់យើងមិនវិញចំណូលរបស់យើងមានតែមួយទេមានតែប្រាក់ខែមុខហ្នឹងទេឬមួយក៏មានអីផ្សេងទៀតអត់អញ្ចឹងយើងត្រូវដឹងលេខរបស់យើងហ្នឹងមនុស្សភាគច្រើនទាំងខ្ញុំហ្មងក៏ដូចគ្នាដែរហ្នឹងគឺថាយើងមិនដែលចំណាយពេលស្វែងយល់អំពីលេខរបស់យើងហ្នឹងទេយើងមិនដឹងថាក្នុងមួយខែហ្នឹងខ្ញុំចាយលើស្អីខ្លះអស់លុយអាលីងក្នុងកប៉ៅអញ្ចឹងអត់ដឹងហេតុផលទេអញ្ចឹងមែនតើគេត្រូវតែមានទម្លាប់ល្អមួយត្រូវតែកត់ទុកដាក់ដើម្បីយើងដឹងខ្ទង់ចំណាយរបស់យើងតើយើងចាយលើអីគេខ្លះបន្ទាប់ពីយើងកត់ត្រាទុកមើលហ្នឹងទៅយើងអាចនឹងដឹងថាអូខ្ញុំខ្ជះខ្ជាយច្រើនណាភាគច្រើនខ្ញុំចាយទៅលើស្អីខ្ញុំទិញកាហ្វេមួយខែខ្ញុំចាយលុយប្រមាណទៅលើកាហ្វេខ្ញុំចាយលុយប្រមាណទៅលើនេះហើយអញ្ចឹងយើងចាប់ដើមត្រូវ justify វាថាខ្ទង់ចំណាយនេះខ្ញុំមិនអាចអត់វាបានទេអូខេមិនអាចអត់បានយើងថាមិនអាចអត់បានទៅក៏ប៉ុន្តែខ្ទង់ចំណាយនេះខ្ញុំគិតថាខ្ញុំអាចប្រហែលជាអត់បានដើម្បីខ្ញុំមានលុយទុកសគួរអញ្ចឹងខ្ទង់ចំណាយមួយចំនួននេះគឺខ្ញុំអាចអត់វាបានខ្ញុំអាចលះបង់វាបានឡាក់អញ្ចឹងសំណួរសួរថាបងប្អូនប្រហែលអ្នកដែលយើងបានអង្គុយគិតពិចារណាអញ្ចឹងជារៀងរាល់ពេលគឺតិចអ្នកមែនតើបងប្អូនហើយងាយស្រួលណាស់បើយើងចំណាយពេលតែកន្លះម៉ោងឬមួយក៏អីអាចសឹងតែយើងអាចដឹងសាច់រឿងនឹងអស់ហើយក៏មិនតែជាទូទៅជាទម្លាប់អាក្រក់របស់យើងគឺយើងមិនដែលបានធ្វើរឿងនឹងទេបាទទី5មនុស្សយើងជាទូទៅគឺយើងចូលចិត្តសុបាយយើងចង់បានអារម្មណ៍ស្រស់ស្រាយយើងចង់បានប្រើប្រាស់ឧបករណ៍ល្អឡាក់វា luxury ទទួលស្គាល់ luxury វាជារឿងមួយល្អហើយក៏ប៉ុន្តែបើសិនជាយើងអត់ទាន់មានទម្លាប់ល្អយើងមិនបានគិតគូររឿងអីវែងឆ្ងាយទេលុយប្រមាណក៏មិនគ្រប់ដែរបងប្អូនអញ្ចឹង
បើយើងរកបានមួយខែយើងរកបាន1000ណាចំណាយរបស់យើងច្បាស់ជា1000ឬមួយកន្លឹះនឹងតិចតួចដល់ពេលយើងថ្ងៃក្រោយយើងឡើងឋានៈយើងបានប្រាក់ខែ2000ឬមួយក៏5000ចំណាយរបស់យើងវានឹងឡើងធានា 100% នឹងឡើងប្រហែលគ្នានឹងដែរធានាហ្មងបើកាលពីមុនយើងជិះម៉ូតូយើងជិះអាចថាម៉ូតូមួយទឹកឥឡូវយើងលែងជិះម៉ូតូមួយទឹកហើយយើងជិះអាម៉ូតូអាថ្មីដល់ពេលអាមួយថ្មីហ្នឹងហើយអត់ទេខ្ញុំឡើងសេរីដេញហើយអស់ហ្នឹងហើយគឺជាការចាយលុយហើយអាហ្នឹងយើងចាត់ទុកថាវាជាការខ្ជះខ្ជាយហើយបើសិនជាយើងមិនបានបង្កើតអាការសន្សំអីនោះបើយើងមិនបានធ្វើអ្វីៗទាំងអស់ហ្នឹងអញ្ចឹងអ្វីៗទាំងអស់នេះគឺជាការខ្ជះខ្ជាយមួយហើយទី6មែនតើនៅចំណុចទី6នេះគឺចង់សម្ដៅថាចេះបើសិនជាយើងយកលុយតែសន្សំមិនហ្នឹងខ្ញុំនិយាយពីរឿងសន្សំឲ្យប្រជ្រះទឹះខ្ញុំចង់ឲ្យយើងបង្កើតទម្លាប់ល្អចេះសន្សំលុយកុំតែអាទម្លាប់ទី6ហ្នឹងគេនិយាយគេថាបើអ្នកឯងគ្រាន់តែសន្សំលុយទេកុំសង្ឃឹមធ្វើជាអ្នកមានបានហេតុអីពីព្រោះយើងសន្សំយើងវាតក់វាស៊ីពេលមែនតើហ្មងហើយมันបានច្រើនប្រហែលទេស្មាតទោសនិយាយចំអាចថាហ្នឹងបង្កើតទម្លាប់ល្អមួយឲ្យយើងចេះសន្សំទេក៏ប៉ុន្តែមែនតើនេះគឺយើងត្រូវតែរកវិធីសាស្ត្រចេញពីការសន្សំហ្នឹងដើម្បីយើងទៅវិនិយោគទុនវិញទៅរកស៊ីបង្កើត business ទៅអីណាដើម្បីបង្កើតឲ្យមានចំណូលយើងបន្ថែមទៀតអញ្ចឹងបើសិនយើងគ្រាន់តែសន្សំទេពិបាកយើងតានតឹងមែនតើអាចថាយើងទៅមុខយើងចេះទៅរស់គេឯងដែរក៏តែតដកចោលមិនបានជាជីវភាពសម្បូរបែបទូធាខ្លាំងមែនតើទេបើយើងនិយាយមែនតើបើសិនយើងគ្រាន់តែផ្ដោតទៅលើការសន្សំមុខអញ្ចឹងបន្ថែមមកជាន់ទៀតហ្នឹងគឺយើងទៅរកវិធីសាស្ត្រថ្មីបង្កើតextra income នេះបង្កើតចំណូលនេះអញ្ចឹងតាមរយៈការវិនិយោគទុនតាមរយៈយើងទៅបង្កើតមុខរបរឡាក់អស់ហ្នឹងចំណុចទី7ហ្នឹងអាចថាមិនសូវជាត្រូវជាមួយនឹងខ្មែរប្រហែលទេបើទោះបីជាចាប់ដើមយើងមាន personal income tax អញ្ចឹងពេលដែលយើងបើកប្រាក់ខែ$1000មកនេះអញ្ចឹង$1000 technically យើងត្រូវកាត់ពន្ធខ្លះដើម្បីយើងជាការសន្សំសម្រាប់យើងទៅថ្ងៃអនាគតយើងមានបសសឡាក់អញ្ចឹងទៅបាទតែបើនៅស្រុកគេហ្នឹងគឺអាពន្ធនោះវាអាចថាខ្ពស់នៅអឺរ៉ុបឬមួយក៏អីវាអាចថាដល់ទៅ50%និយាយទៅប្រាក់ខែកាន់តែខ្ពស់ពន្ធហ្នឹងក៏គេកាត់កាន់តែខ្ពស់ដែរអញ្ចឹងក្នុងន័យហ្នឹងគឺបើសិនជាយើងគ្រាន់តែទទួលយើងគ្រាន់ថាស៊ីប្រាក់ខែបើយើងនិយាយខ្លីគ្រាន់ស៊ីប្រាក់ខែទេគឺពិបាកនឹងកិច្ចអាហ្នឹងតែបើសិនជាពួកគាត់ជាពាណិជ្ជករគាត់ជាអ្នករកស៊ីវិញគាត់អាចមានវិធីសាស្ត្រច្រើននៅក្នុងការអានេះយើងនិយាយស្របច្បាប់ខ្ញុំអត់និយាយរឿងកិច្ចពន្ធទេណាមានវិធីសាស្ត្រច្រើននៅក្នុងការកាត់យកខ្ទង់ចំណាយមួយចំនួនដោយសារគាត់មានរបររកស៊ីអញ្ចឹងចំណុចហ្នឹងគឺយើងត្រូវគិតពិចារណាដែរត្រូវតែ smart ត្រូវតែ find out តាក់ទងជាមួយនឹងនីតិវិធីយ៉ាងម៉េចដើម្បីយើង maximize ឬមួយក៏យើងនិយាយថា minimize នៃការបង់ពន្ធចំណុចទី8គឺជារឿងមួយសំខាន់ដោយសារអីមនុស្សយើងភាគច្រើនយើងដឹងហើយថាការវិនិយោគទុនវាជារឿងមួយល្អអូចាំមើលពេលខ្ញុំសល់លុយខ្ញុំនឹងយកលុយហ្នឹងទៅវិនិយោគទុនដល់ពេលយើងមានលុយខ្លះមិនដឹងវិនិយោគទុនបែបរបៀបម៉េចឡាក់អញ្ចឹងទៅអញ្ចឹងគាត់ចាំទៀតរហូតដល់គាត់ដល់វ័យចំណាស់មួយអាយុ40-50 ឆ្នាំបានគាត់ចាប់អារម្មណ៍ថាអូខ្ញុំចង់វិនិយោគទុនដល់ពេលនោះវាហួសពេលហើយការវិនិយោគទុនមែនតែនទៅគឺល្អបំផុតយ៉ាងនេះខ្ញុំនិយាយ stock investment ណាគឺល្អបំផុតនៅពេលដែលយើងនៅក្មេងកាន់តែក្មេងកាន់ល្អមានថាយើងនៅសល់ពេលច្រើនដើម្បីទុកឲ្យលុយរបស់យើងនោះការវិនិយោគទុនរបស់យើងហ្នឹងវាកកាត់កូនចៅបានច្រើន compounding interest ហ្នឹងអញ្ចឹងរៀងរបស់វាអញ្ចឹងឯងអញ្ចឹងបើសិនជាយើងមានពេលវេលាច្រើន20-30-40 ឆ្នាំសឹងធានា 100% គឺដឹងថាយើងពេលយើងចាស់អត្រែតទៅគឺយើងអត់ភ័យព្រួយបារម្ភទេយើងអាចភ័យព្រួយបារម្ភរឿងច្រើនក៏តែរឿងវិស័យហិរញ្ញវត្ថុមួយយើងមិនគួរភ័យទេបើសិនជាយើងមានលុយ invest ចំណុចទី9អាចថាប៉ះចំនឹងបេះដូងរបស់ខ្ញុំដែរពេលដែលខ្ញុំនៅក្មេងខ្ញុំដើរលេងខ្ញុំសប្បាយមិនដែលគិតរឿងលុយទេនិយាយទៅគឺ not caring about money បើយើងនិយាយមែនតើដល់ខែចាយមួយខែសល់មួយខែបានថាអស់ទៅខែហ្នឹងខែក្រោយអាចបានរកទៀតទេអញ្ចឹងសម្រាប់ខ្ញុំគឺការនៅពីក្មេងគឺរស់បែបរបៀបអញ្ចឹងគឺថាយើងពីមួយខែទៅមួយខែយើងដឹងថាខែក្រោយយើងមានប្រាក់ខែយើងមានចំណូលមកទៀតហើយអញ្ចឹងគឺខ្ញុំអត់ដែរខ្វល់រឿងលុយកាក់ហ្នឹងហ្មងនិយាយហើយហ្នឹងហើយជា bad habit សម្រាប់ខ្លួនឯងផ្ទាល់និយាយទៅបើថាអាចត្រឡប់ថយក្រោយវិញទៅវាយខ្លួនឯងវិញហ្មងទៅវាយខ្លួនឯងថាមិនគួរណាខ្ញុំខ្ជិលជាក្នុងន័យហ្នឹងសោះអញ្ចឹងពេលដែលយើងអត់ឲ្យតម្លៃលុយក៏វាមិនចង់នៅជាមួយយើងដែរអញ្ចឹងលុយមានប្រមាណក៏ដោយទោះបីខ្ញុំរកបានប្រមាណក៏ដោយក៏មិនដែលសល់ដែរដោយសារអីអាចិត្តរបស់យើងយើងមិនដែលឲ្យតម្លៃទៅលើលុយ
ក្នុងន័យហ្នឹងមិនមែនចង់និយាយថាយើងគោរពបូជាលុយទេណាបាទប៉ុន្តែគាត់ថាយើងឲ្យតម្លៃលុយថាលុយជាលទ្ធផលមួយបង្ហាញលទ្ធផលមួយថាពេលណាដែលយើងមានលុយច្រើនយើងសមបានលុយច្រើនបានថាជាលទ្ធផលមួយបង្ហាញថាយើងកំពុងតែធ្វើអ្វីមួយត្រូវហើយជាទូទៅគឺខ្ញុំមានការសោកស្ដាយសម្រាប់ខ្លួនឯងដែលខ្ញុំមានចំណុចហ្នឹងទម្លាប់ល្អវាមិនមែនគ្រាន់តែជាសំណាងរបស់មនុស្សយើងដែលជួនកាលដែលគេមានលុយហ្នឹងមិនមែនគ្រាន់តែជាសំណាងទេអាចថាជាការទម្លាប់ហ្នឹងឯងបាទអញ្ចឹងយើងអូតូម៉ាទិកយើងកន្លះខ្លួនយើងខ្លាចទៅជាមនុស្សមួយដែលមានទម្លាប់ល្អពេលណាដែលយើងមានទម្លាប់ល្អអស់នេះគឺយើងមិនមែនគ្រាន់តែសម្រាប់តែជួយខ្លួនយើងទេយើងនឹងជួយក្រុមគ្រួសារកូនចៅយើងជំនាន់ក្រោយទៀតបាទអញ្ចឹងជាថ្មីម្ដងទៀតនេះខ្ញុំបាទឈ្មោះជា Garda ហ្នឹងខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាទស្សនានៅក្នុងអេពីសូតមួយនេះ